ជំទាវទី2សហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកោះ Greenland ដែលនាំទាំងរដ្ឋមន្ត្រីក្រសួងធម្មពលទៅជាមួយថែមទៀតតាមការប្រកាសពីសេតវិមានកាលពីថ្ងៃអាទិត្យទី23ខែមីនាឆ្នាំ2025ជំទាវទី2សហរដ្ឋអាមេរិក USA វ៉ាន់ស៊ីនឹងបំពេញទស្សនកិច្ចនៅកោះ Greenland នៅថ្ងៃប្រហ័សនេះហើយក្នុងដំណើរនោះអ្នកស្រីនឹងទៅមើលប្រវត្តិសាស្ត្រដើម្បីស្វែងយល់អំពីបេតិកភណ្ឌតំបន់ Greenland អ្នកស្រីយូសានឹងធ្វើដំណើរទៅជាមួយគណៈប្រតិភូមកសហរដ្ឋអាមេរិកដែលមានដូចជារដ្ឋមន្ត្រីក្រសួងធម្មពលនិងទីប្រឹក្សាសន្តិសុខជាតិហើយទស្សនកិច្ចនេះកើតឡើងចំពេលប្រធានាធិបតីដូណាល់ត្រាំបង្ហាញបំណងចង់បានដែនដី Greenland រឹតតែខ្លាំងមកចូលជាសមាជិករបស់សហរដ្ឋអាមេរិកតាំងពីចូលកាន់អំណាចមកលោកត្រាំបានដាក់កោះ Greenland ជាមុខព្រួញមួយក្នុងគោលដៅដណ្ដើមយកមកកាន់កាប់ថែមទាំងមានពេលមួយនោះលោកដល់ថ្នាក់ប្រកាសថាអាចនឹងមានលទ្ធភាពដែលអាមេរិកអាចប្រើកម្លាំងទ័ពដើម្បីគ្រប់គ្រងយកដែនដីនេះមកគ្រប់គ្រងថែមទៀតផងមូលហេតុចម្បងមួយដែលលោកត្រាំចង់បាន Greenland គឺដោយសារតែគូប្រជែងគឺចិននិងរុស្ស៊ីកំពុងដាក់ឥទ្ធិពលខ្លាំងណាស់នៅទីនោះហើយអាមេរិកចង់បានកោះនេះដើម្បីធានាសន្តិសុខរបស់ខ្លួនសូមជម្រាបជូនសារជាថ្មី Greenland គឺជាដែនដីស្វ័យយ័តរបស់ប្រទេសដាណឺម៉ាកដែលស្ថិតក្នុងការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង600ឆ្នាំមកហើយគណៈបច្ចុប្បន្នវាមានប្រជាជនប្រមាណ 56,000 នាក់កំពុងរស់នៅលើដែនដីកោះមួយនេះ Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់តិកនិងអាក់ទិកត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន 80% នៃផ្ទៃដីសរុបនិងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយកោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះសម្បូរទៅដោយធនធានរ៉ែប្រេងនិងឧស្ម័នធម្មជាតិប៉ុន្តែការអភិវឌ្ឍមានភាពយឺតយ៉ាវដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទនិងការឧបត្ថម្ភប្រចាំឆ្នាំពីប្រទេសដាណឺម៉ាកផ្ទាល់ជាចុងក្រោយសូមជម្រាបលាបាទ